អ្នកទាំងអស់គ្នាខ្ញុំឈ្មោះកេកាញ្ជលីដែលសិក្សានៅថ្នាក់ទី11 AM ផ្នែកវិទ្យាសាស្ត្រពិតដែលក្រុមការដឹកនាំរបស់អ្នកគ្រូរមណានីឯកទេសផែនដីវិទ្យានៃវិទ្យាល័យទេពនំខ្ញុំក៏បាននាំយកនៅឧបករណ៍មួយដែលយើងបានប្រើប្រាស់វាជំនួសដល់ឧបករណ៍ Clinomet វាគឺជាឧបករណ៍កែច្នៃដែលយើងប្រើប្រាស់វាសម្រាប់វាស់រយៈកម្ពស់របស់ព្រះអាទិត្យឬក៏វាស់លំមុំនិងងាករបស់ផែនដីដោយមុននឹងស្វែងយល់ឧបករណ៍ទាំងនេះគឺយើងត្រូវដឹងថាផែនដីរបស់យើងគឺទទួលថាមពលពីព្រះអាទិត្យគឺមិនដូចគ្នាទេដោយសារតែផែនដីគឺត្រូវការធ្វើរង្វិលជុំវិញព្រះអាទិត្យក៏ដូចជារង្វិលខ្យល់ជុំវិញខ្លួនឯងដូច្នេះហើយរយៈកម្ដៅក៏ដូចជាថាមពលរបស់ផែនដីដែលទទួលបានពីព្រះអាទិត្យគឺខុសគ្នាក្នុងមួយវិនាទីម្ដងមួយថ្ងៃម្ដងផែនដីគឺត្រូវការធ្វើរង្វិលខ្យល់ចំពោះខ្លួនឯងនិងរង្វិលជុំចំពោះព្រះអាទិត្យដូច្នេះហើយថាមពលដែលផែនដីទទួលបានពីព្រះអាទិត្យគឺខុសគ្នាតាំងពីព្រឹករហូតដល់ល្ងាចមួយវិនាទីម្ដងក៏ដូចជា1ម៉ោងម្ដងគឺតែតែមានការផ្លាស់ប្ដូរនិងមិនសមមាត្រគ្នាទេហើយទាំងនេះហើយគេហៅវាថាមុំចាំប៉ះរបស់ព្រះអាទិត្យឬក៏រយៈកម្ពស់ព្រះអាទិត្យ height of the sun ហើយបន្តមកទៀតនេះគឺខ្ញុំចង់ណែនាំអ្នកទាំងអស់គ្នាថាឧបករណ៍ដែលយើងបានកែច្នៃឡើងនេះឧបករណ៍នេះគឺមានសារៈប្រយោជន៍ជាខ្លាំងសម្រាប់បម្រើនៅក្នុងជីវភាពរស់នៅក៏ដូចជាកម្មវិធីសិក្សានានាដើម្បីឲ្យសិស្សានុសិស្សបានសិក្សាស្វែងយល់ចំពោះឧបករណ៍តើគេប្រើប្រាស់ឧបករណ៍អ្វីសម្រាប់វាស់មុំលំងាករបស់ព្រះអាទិត្យក៏ដូចជាដឹងអំពីពេលវេលាពីជំនាន់មុនហើយដើម្បីឲ្យកាន់តែច្បាស់ទៀតគឺយើងឧទាហរណ៍ថាយើងដាក់បំពង់ឬក៏ឫស្សីនេះចំកណ្ដាលគឺយើងអាចមើលឃើញថាបើសិនជាពន្លឺព្រះអាទិត្យជះមកវាមានថាសម្ោរបស់វាគឺត្រួតស៊ីគ្នាជាមួយនឹងវត្ថុនោះមានន័យថាពេលវេលានោះគឺមុំ90ដឺក្រេឬក៏យើងអាចហៅវាថា noon គឺកណ្ដាលថ្ងៃត្រង់ម៉ោង12ហ្នឹងតែបើសិនជាយើងឃើញស្រមោលរបស់វាវែងទៅជាវត្ថុនោះមានន័យថាព្រះអាទិត្យគឺទៅជាង90ដឺក្រេមុំរបស់ព្រះអាទិត្យគឺទៅជាង90ដឺក្រេអាចជា80 70 60ទៅតាមស្រមោលរបស់វាឬក៏យើងអាចកណនាវាតាមរូបមន្តលេខកោណមាត្រ Pythagoras ដែលមានរូបមន្តតង់អាល់ហ្វាស្មើនឹងជ្រុងជាប់លើជ្រុងឆមដើម្បីឲ្យយើងដឹងថាតើស្រមោលរបស់ព្រះអាទិត្យនឹងវាចាំងមកនៅពេលល្ងាចពេលព្រឹកឬក៏ពេលថ្ងៃទៅតាមរូបមន្តនឹងដើម្បីកាន់តែច្បាស់ទៀតយើងអាចកែសាកល្បងវានៅផ្ទះបានជាចុងក្រោយខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការស្ដាប់អំពីការចែករំលែករបស់ខ្ញុំហើយក៏សង្ឃឹមថាអ្នកទាំងអស់គ្នានឹងទទួលបានចំណេះដឹងថ្មីក៏ដូចជារំលឹកឡើងវិញនៅអ្វីដែលអ្នកគ្នាបានសិក្សាឬក៏អ្នកទាំងអស់គ្នាមិនបានសិក្សាសូមអរគុណ